បកស្រាយអំពីពាក្យថាចេតនានិងអចេតនាចិត្តណាដែលប្រកបដោយចេតសិកមានសេចក្តីប៉ុនប៉ងផ្ដួចផ្ដើមកងចិត្តឡើងដោយបំណងឆន្ទៈគឺសេចក្តីពេញចិត្តការគិតដោយការតាំងចិត្តឡើងកាន់គោលបំណងនៃសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាចិត្តនោះឈ្មោះថាជាចិត្តប្រកបដោយចេតនាសេចក្តីព្យាយាមក្នុងអារម្មណ៍នោះឈ្មោះថាឆន្ទៈដែលមានចិត្តប្រកបដោយចេតនាវិញ្ញាណគឺជាគ្រាប់ពូជដែលដាំដុះនៅក្នុងចិត្តប្រកបដោយឆន្ទៈគឺការផ្គងលើកចិត្តឡើងកាន់អារម្មណ៍ដោយសេចក្តីពេញចិត្តនិងសេចក្តីប្រាថ្នាវិញ្ញាណនិងអារម្មណ៍ដែលប្រកបដោយឆន្ទៈក្នុងចិត្តដោយការតាំងចិត្តក្នុងអារម្មណ៍ដែលចិត្តគិតនេះឈ្មោះថាចិត្តប្រកបដោយចេតនាដូច្នេះចិត្តគឺជាវិញ្ញាណគឺជាចិត្តផលល្អផលអាក្រក់បុណ្យបាបកើតមាននៅក្នុងវិញ្ញាណនោះឯងហើយវិញ្ញាណគឺជាគ្រាប់ពូជដែលកំពុងតែដុះលូតលាស់ដែលមានសារជាតិកំណើតឲ្យផលកើតគឺបុណ្យបាបគឺសេចក្តីល្អនិងសេចក្តីអាក្រក់សេចក្តីសុខនិងសេចក្តីទុក្ខដែលជារូបរាងរបស់វិញ្ញាណគឺចិត្តហើយវិញ្ញាណគឺចិត្តនេះឯងក៏ជារូបរាងនិងគឺជាតួខ្លួនតែមួយរបស់បុណ្យនិងបាបសេចក្តីសុខនិងសេចក្តីទុក្ខកម្មគឺជាអំពើដែលកើតចេញអំពីចិត្តគិតដោយកាយធ្វើដោយវាចានិយាយពោលពាក្យផ្សេងទាំងនេះក៏ជាវិញ្ញាណដែលជាចិត្តនោះឯងវិញ្ញាណគឺចិត្តតែងតែលូតលាស់បន្តជីវិតទៅរហូតមិនពិតការដាំពូជនៃដើមឈើណារមែងបានផលលូតលាស់នៃដើមឈើនោះយ៉ាងណាមិញវិញ្ញាណរបស់សត្វបុគ្គលប្រព្រឹត្តធ្វើនៅអំពើណារមែងបានផលនៃអំពើនោះផលដែលកើតចេញអំពីអំពើរបស់សត្វដែលបានធ្វើឡើងគឺជាវិញ្ញាណគឺជាផលដូចនេះផលដែលកើតចេញអំពីអំពើរបស់សត្វដែលបានធ្វើរមែងមានហើយកម្មពីវេរារបស់សត្វដែលបានធ្វើនៅអំពើណាសាងនៅអំពើណាក៏រមែងមានឧទាហរណ៍បុណ្យបាបឲ្យផលកាលបុគ្គលធ្វើនៅអំពើអ្វីមួយអំពើនោះហើយដែលជាវិញ្ញាណគឺចិត្តនៅក្នុងខណៈពេលនោះចិត្តគឺវិញ្ញាណបានផ្លាស់ប្ដូររូបរាងគឺคล้ายទៅជាផលរបស់បុណ្យឬបាបព្រោះនៅក្នុងខណៈពេលនោះផលជារូបរាងរបស់ចិត្តគឺវិញ្ញាណតែបើមិនទាន់បានដើរតួចេញមកបង្ហាញឲ្យបានឃើញនៅក្នុងពេលនោះដោយហេតុផលដែលជាចិត្តគឺវិញ្ញាណនោះមានកម្លាំងខ្សោយជាងផលដែលជាចិត្តគឺវិញ្ញាណដែលបានធ្វើទុកឬសន្សំទុកមកអំពីកាលមុនដែលកំពុងតែសម្ដែងឲ្យបានឃើញនៅក្នុងពេលនោះរហូតទាល់តែផុតកំណត់អស់ហើយឬនៅសល់តិចតូចគឺខ្សោយជាងផលរបស់បុណ្យឬបាបដែលបានធ្វើនៅក្នុងខណៈពេលនោះទើបបុណ្យឬបាបដែលបានធ្វើនៅក្នុងខណៈពេលនោះដើរតួសម្ដែងបង្ហាញរូបរាងឲ្យបានឃើញវិញម្ដងព្រោះអាស្រ័យហេតុដូចនេះការខិតខំសន្សំទុកនៅបុណ្យឬបាបជារឿយពេលណាមានកម្លាំងឬក៏ពូនសរុបបានច្រើនហើយរមែងចេញមកបង្ហាញឲ្យបានឃើញចិត្តគឺវិញ្ញាណរមែងតែងតែស្រូបបញ្ចូលយកមកនៅសម្បត្តិទាំងពួងកាលបើចិត្តគឺវិញ្ញាណជាបុណ្យរមែងតែងតែស្រូបទាញបញ្ចូលមកនៅសម្បត្តិល្អទាំងពួងដែលជួយឧបត្ថម្ភដល់ចិត្តឲ្យរស់នៅមានសេចក្តីសុខស្រួលប៉ុន្តែបើចិត្តគឺវិញ្ញាណជាបាបរមែងតែងតែស្រូបបញ្ចូលទាញយកមកនៅសម្បត្តិអាក្រក់ទាំងពួងដើម្បីជួយទំនុកបម្រុងឧបត្ថម្ភដល់ចិត្តគឺវិញ្ញាណនោះមានជីវិតរស់នៅប្រកបដោយសេចក្តីទុក្ខព្រួយលំបាកផលបុណ្យឬផលបាបដែលជារូបរាងតួខ្លួនតែមួយរបស់ចិត្តគឺវិញ្ញាណនោះព្រោះអាស្រ័យហេតុដូចនេះកាលណាបុគ្គលខិតខំកសាងសន្សំទុកជារឿយនៅផលរបស់បុណ្យក្តីនៅផលរបស់បាបក្តីផលរបស់បុណ្យនិងផលរបស់បាបនៅពេលនោះដែលជាចិត្តគឺវិញ្ញាណដែលសម្រាប់បំរុងទុកផ្លាស់ប្ដូររូបរាងរបស់វិញ្ញាណគឺចិត្តនោះឲ្យប្រែក្លាយទៅជា
វិញ្ញាណគឺចិត្តបុណ្យនិងបាបបើវិញ្ញាណគឺចិត្តនោះជាបុណ្យរមែងរស់នៅប្រកបដោយសេចក្តីសុខស្រួលប៉ុន្តែបើជាបាបរមែងរស់នៅប្រកបដោយសេចក្តីទុក្ខលំបាកព្រោះអាស្រ័យហេតុដូចនេះបុគ្គលគួរតែកសាងសន្សំនៅអំពើល្អដែលជាបុណ្យជារឿយៗឲ្យបានច្រើនជាងអំពើអាក្រក់ដែលជាបាប